នៅទំនេរខ្ញុំតែងតែទៅរកបាញ់កាញ់ហូបបងប្អូនណាជួនកាលធ្វើការភ្លេចមកបានទៅរកបាញ់កាញ់អញ្ចឹងហើយពុកម៉ែបងប្អូនណាខ្លះចូលចិត្តហូបបាញ់កាញ់ណានឹងហើយបាញ់កាញ់គឺគាត់ធ្វើជាមួយនឹងសាច់មាន់បងប្អូនណាគឺបបរជាមួយនឹងសាច់មាន់បាទហើយបាញ់កាញ់នេះគឺគាត់ធ្វើតែពេលថ្ងៃទេបងប្អូនបើសិនជាយើងទៅមិនទាន់គឺហូបមិនទាន់គេទេបងប្អូនហើយបាទនេះចំណែកខ្ញុំនេះបងប្អូនណាមានពេលខ្លះទៅដល់គាត់លក់អស់រលីងវាមានមួយពេលអញ្ចឹងដែរបងប្អូនហើយមានតែបាញ់កាញ់គាត់ទេដល់ឆ្ងាញ់ជាងគេបងប្អូនណានៅភាសាជីផូណោះហើយបងប្អូនណាខ្លះធ្លាប់បានហូបបាញ់កាញ់រសជាតិបាញ់កាញ់ណាអានេះគឺយើងធ្វើពីអង្គរបស់យើងសុទ្ធសាធបងប្អូនមិនមែនធ្វើអំពីជាតិគីមីទេបងប្អូនណាអានេះគឺជាអង្គសុទ្ធសាធเนาะហើយពិតជារសជាតិមិនធម្មតាទេបងប្អូនហើយបាទពិតជាឆ្ងាញ់របស់គាត់មែនបងប្អូនណាគឺគាត់ធ្វើដោយចាំដៃបងប្អូនបាទនឹងហើយជាពិសេសអ្នកកម្មករអ្នកធ្វើការអ្នកអង្គការអីហ្នឹងគឺតែងតែចូលហូបរបស់គាត់ជាប្រចាំបងប្អូនហើយ